សួស្តីទៅកាន់ពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខហូបឆាស្ពៃបូកគោផ្លូវសាច់ជ្រូកបាទមើលទៅដុះទៅដំណើរពុកម៉ែបងប្អូនស្រស់ល្អមកជាតិមកឥឡូវយើងចាប់ដើមហាន់បន្លែហាន់ដំខ្ទឹមបងអីបាទហើយដំខ្ទឹមចាំបាច់ម៉ត់ពេកតាមចំណូលចិត្តពុកម៉ែបងប្អូនមកមើលហើយហាន់សាច់ជ្រូកបាទផ្លះវាតិចតិចទៅតូចស្ដើងក៏ធំអីតាមចំណងចិត្តពុកម៉ែបងប្អូនទៅតាមខ្ញុំតែចំណងចិត្តរបស់ខ្ញុំគឺមកមើលហាន់ស្ដើងគ្រឿងផ្សំវាមានប៊ីចេងមានស្ករមានម្សៅស៊ុបមានទឹកត្រីទឹកស៊ីអ៊ីវម្រេចប្រេងឆាខ្ទឹមសអំបិលម្ទេសបន្លែ3មុខបាទបន្លែមាន3បូកគោមានបរតមានម្សៅម្ជុលបងមុនឆាម៉ែបងប្អូនអាចស្ដាប់នៅសំឡេងឆាបន្តិចសិនបាទបានដាក់គ្រឿងដាក់គ្រូដាក់គ្រឿងដាក់គ្រូហើយក៏វាឲ្យសពគ្រឿងឲ្យគ្រឿងវាឡើងក្រហមឡើងឈ្ងុយយើងចាប់ដើមដាក់សាច់ចូលបាទកូរសាច់ចូលវាមកគោកមកមើមដែរមកកូរឲ្យសពទៅយើងដាក់បន្លែចូលតបដាក់បន្លែហើយយើងទៅថែមទឹកបន្តិចបាទឲ្យវាមានជាតិកូរវឹបហើយដាក់ស្បៃហើយដាក់ផ្សិតជុលហើយយើងកូរវាឲ្យស្ពោតមកស្ទុះកូរវាបានមើមកុំកូរខ្លាំងពេកវាបែកបន្លែយើងកូរមើមកដាក់ម្រេចចូលដាក់ម្រេចហើយយើងកូរតិចទៅដល់វាស្ពោកហើយជីដល់ចិនដល់ពេលយើងញ៉ាំជាតិនគរពុកម៉ែបងប្អូនបាទហើយយើងជួបគ្នាសប្តាហ៍វីដេអូក្រោយ